ដកដូចដកស្ពៃបញ្ញកោនរង្គួរកៅអីមេតបរបូតទាំងយប់តែម្ដងរដ្ឋមន្ត្រីភីតលេងធွာក្តៅមិនសមសមៈដកដាក់ទូពិភពលោកកំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបំផុតការសម្រេចចិត្តដ៏ចម្រូងចម្រាសមួយនៅក្នុងជួររដ្ឋបាលលោកដូណាល់ ជេត្រាំខណៈដែលអគ្គសេនាធិការកងទ័ពជើងគោកអាមេរិកត្រូវបានដកចេញពីតំណែងភ្លាមចំពេលដែលកងទ័ពអាមេរិកកំពុងស្ថិតនៅក្នុងសមរភូមិប្រយុទ្ធជាមួយនឹងប្រទេសអ៊ីរ៉ង់យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី3ខែមេសាឆ្នាំ2026បានឲ្យដឹងថាលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានសម្រេចដកតំណែងនាយឧត្តមសេនីយ៍ Randy Shaw ពីតួនាទីអគ្គសេនាធិការកងទ័ពជើងគោកសហរដ្ឋអាមេរិកការដកតំណែងនេះត្រូវបានគេចាត់ទុកថាជាការបោសសម្អាតមន្ត្រីជាន់ខ្ពស់នៅក្នុងមន្ទីរបញ្ញកោណណាក្រមអាណត្តិរបស់ប្រធានាធិបតី Donald J. Trump ផ្អែកតាមរបាយការណ៍ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់ទូគីដែលបានដកស្រង់សម្ដីប្រភពចិត្តសនិទ្ធនឹងការសម្រេចចិត្តនេះបានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Pete Hegseth ចង់បានបុគ្គលណាដែលអាចជំរុញរបៀបរាជគោលនយោបាយនិងចក្ខុវិស័យយោធារបស់លោកប្រធានាធិបតី Donald J. Trump ឲ្យមានប្រសិទ្ធភាពបំផុតនៅក្នុងមន្ទីរបញ្ញកោណមន្ទីរបញ្ញកោណបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថានាយឧត្តមសេនីយ៍ Randy Shaw ដែលនៅសល់អាណត្តិមួយឆ្នាំទៀតនោះនឹងចូលនិវត្តន៍តំណែងជាអគ្គសេនាធិការកងទ័ពជើងគោកសហរដ្ឋអាមេរិកទី41ដែលមានប្រសិទ្ធភាពភ្លាមក្នុងសេចក្តីថ្លែងការណ៍ដដែលក៏បានបន្ថែមថាយើងសូមអរគុណដល់លោកRandy Shaw ចំពោះការបម្រើជាតិអស់រយៈពេលជាច្រើនទសវត្សរ៍ទៅហើយយើងសូមជូនពរឲ្យលោកជួបតែសេចក្តីសុខក្នុងជីវិតក្រោយការចូលនិវត្តន៍នេះទោះជាយ៉ាងណាក្រសួងការពារជាតិអាមេរិកមិនបានបញ្ជាក់ពីមូលហេតុពិតប្រាកដនៃការចាកចេញរបស់នាយឧត្តមសេនីយ៍រូបនេះនៅឡើយទេអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺការដកតំណែងនេះកើតឡើងចំពេលដែលកងទ័ពជើងគោកអាមេរិកកំពុងបង្កើនវត្តមាននៅក្នុងតំបន់ប្រចាំបូព៌ាដើម្បីប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់ជាពិសេសកងពលធំទ័ពអាកាសលេខ82ដែលជាកងទ័ពឆ្នាំបំផុតក៏បានធ្វើដំណើរទៅកាន់តំបន់នោះផងដែរដើម្បីត្រៀមលក្ខណៈសម្រាប់លទ្ធផលនៃប្រតិបត្តិការយោធាជើងគោកប្រឆាំងនឹងអ៊ីរ៉ង់ការផ្លាស់ប្ដូរមេដឹកនាំកំពូលក្នុងគ្រាអាសន្នបែបនេះធ្លាប់បានកើតឡើងក្នុងប្រវត្តិសាស្ត្រអាមេរិកដូចជាកាលសម័យសង្គ្រាមកូរ៉េដែលប្រធានាធិបតី Harry Truman បានដកតំណែងនាយឧត្តមសេនីយ៍ Douglas MacArthur ដោយសារខ្វែងគំនិតគ្នាលើគោលនយោបាយសង្គ្រាមបច្ចុប្បន្នរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Pete Hegseth កំពុងរងការរិះគន់ចំពោះការធ្វើកំណែទម្រង់ដ៏ចម្រូងចម្រាសនេះរួមមានការបញ្ឈប់មេធាវីជាន់ខ្ពស់របស់កងទ័ពនិងការរៀបចំពិធីព្យុហាយាត្រាខួប250ឆ្នាំនៃកងទ័ពអាមេរិកឲ្យចំថ្ងៃកំណើតរបស់លោកប្រធានាធិបតី Trump ជាដើម